នៅក្នុងវ៉ាលីធ្វើដំណើរដ៏ស្រស់ស្អាតមួយមនុស្សទូទៅប្រើប្រាស់សំណាប់ញាត់ខោអាវទៅដើរលេងកម្សាន្តតែវាខ្លាចជាក្តារមឈូសដ៏តូចចង្អៀតសម្រាប់ញាត់សាកសពមនុស្សទៅវិញថ្ងៃនេះចូលរួមជាមួយខ្ញុំទាំងអស់គ្នាដើម្បីបំបែកអាកំបាំងដែលនៅពីក្រោយរឿងក្តីវ៉ាលីឈាមជាន់ទី16នៃខុនដូដ៏ប្រណិតមួយនៅចំកណ្ដាលទីក្រុងភ្នំពេញវាមិនមែនជារឿងឃាតកម្មបែបធម្មតានោះទេប៉ុន្តែវាជាការព្រមានដ៏គួរឲ្យខ្លាចសម្រាប់មនុស្សគ្រប់គ្នានៅក្នុងសម័យ Digital ឬក៏អាចហៅម្យ៉ាងទៀតថាជាសម័យ AI សូមបងប្អូនទាំងអស់គ្នាជួយចុច Like និង Subscribe នៅ Channel YouTube របស់យើងម្នាក់មួយផងដើម្បីជាកម្លាំងចិត្តធ្វើវីដេអូបន្តទៀតរឿងក្តីមួយនេះចាប់ផ្ដើមចេញពីពាក្យថា Hate នៅខែមីនាឆ្នាំ2024នៅលើដងផ្លូវជាតិលេខ48ដ៏ស្ងាត់ជ្រងំឆ្ពោះទៅកាន់ខេត្តកោះកុងមានប្រជាពលរដ្ឋស្លូតត្រង់ចំនួន2នាក់បានដើរចូលព្រៃដើម្បីបេះផ្លែឈើមិនដឹងខ្លួនថាពួកគេកំពុងតែដើរទៅរកអាកំបាំងដ៏គួរឲ្យខ្លាចបំផុតប្រចាំឆ្នាំខ្លួនស្អុយអាសោចបានសាយភាយចេញពីវ៉ាលីដ៏ធំមួយដែលត្រូវបានគេយកមកក្រវែងចោលនៅក្បែរជម្រាលផ្លូវនៅពេលសមាជិកបើកវាចេញអ្វីដែលនៅក្នុងនោះបានធ្វើឲ្យគ្រប់គ្នាស្ទើរតែកាំងបេះដូងវាជាសាកសពមនុស្សដែលហើមស្អុយរលួយហើយបានញាត់ចូលនៅក្នុងវ៉ាលីនោះយ៉ាងអាណោចអាធមបំផុតសំណួរដ៏ធំបានចោទឡើងថាតើជនរងគ្រោះម្នាក់នោះជាអ្នកណាហើយនរណាជាបិសាចចិត្តដាច់ដែលហ៊ានសម្លាប់មនុស្សរួចញាត់ចូលវ៉ាលីដឹកយកមកបោះចោលចម្ងាយរាប់រយគីឡូបែបនេះនាយកដ្ឋាននគរបាលព្រមទាំងកម្រិតធ្ងន់បានបើកប្រតិបត្តិការវាយលុកភ្លាមដោយរន្ទះតាមស្វែងរកស្រាវជ្រាវយ៉ាងដុតដៃដុតជើងនិងប្រើវិធានការយ៉ាងតឹងរ៉ឹងដើម្បីវេចមុខជនដៃដល់នោះប៉ូលីសបានរកឃើញថានៅកន្លែងកើតហេតុពិតប្រាកដមិនមែននៅក្នុងខេត្តកោះកុងនោះទេវាគឺជាលេខបន្ទប់16ជាន់ទី16នៃខុនដូដ៏ប្រណិតមួយនៅចំកណ្ដាលទីក្រុងភ្នំពេញអ្វីដែលកាន់តែរំភើបនិងនឹកស្មានមកដល់នោះគឺអត្តសញ្ញាណរបស់ឃាតករគេមិនមែនជាជនពាលបាបសារនោះទេតែជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ដែលមានតួនាទីជានាយករងថែមទៀតផងបរិសុទ្ធដែលមានចំណេះដឹងខ្ពង់ខ្ពស់ប្រែក្លាយទៅជាអ្នករៀបចំផែនការសម្លាប់មនុស្សយ៉ាងឈាមត្រជាក់បំផុតទៅវិញតើមានរឿងគំនុំស៊ីជម្រៅបែបណាទៅធ្វើឲ្យមន្ត្រីម្នាក់ទូកំហឹងរហូតដល់សម្លាប់មនុស្សបែបនេះនៅចំពោះមុខសមាជិកជនដៃដល់បានសារភាពទាំងមុខស្ងួតហួតហែងថាខ្លួនបានសម្លាប់ជនរងគ្រោះដែលមានឈ្មោះសង្ហាពិតប្រាកដមែនកាលពីថ្ងៃទី17ខែមីនាមូលហេតុដោយសារតែមានគំនុំផ្នែកបច្ចេកវិទ្យាដោយជនរងគ្រោះបានលួចហិចគ្រប់គ្រងគណនី iCloud គណនីធនាគារនិងស៊ីមទូរស័ព្ទរបស់ជនដៃដល់ចំពោះមនុស្សសម័យថ្មីការបាត់បង់ទិន្នន័យទាំងនេះប្រៀបបានដូចជាការបាត់បង់អាយុជីវិតនិងកេរ្តិ៍ឈ្មោះទាំងស្រុងផងដែរភ្លើងកំហឹងបានឆាប់ឆេះជនដៃដល់បានដាច់ចិត្តបញ្ចប់ជីវិតគូចំនួននៅក្នុងបន្ទប់ខុនដូដ៏ស្ងាត់ជ្រងំក្រោយពេលជនរងគ្រោះដាច់ខ្យល់ស្លាប់នៅវេលាម៉ោង 7 យប់នៅថ្ងៃដដែលឃាតករចិត្តដាច់រូបនេះបានញាត់សាកសពចូលវ៉ាលីយ៉ាងតក់ក្រហល់រួចលើកដាក់សពចូលទៅក្នុងឡានម៉ាក Range Rover មួយពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញដោយទម្លុះភាពងងឹតឆ្ពោះទៅកាន់ចន្លងភ្នំនៃខេត្តកោះកុងដើម្បីបំបត្តិភស្តុតាងដោយគិតថាផែនការដ៏ល្អឥតខ្ចោះនេះគឺគ្មានអ្នកណាបានដឹងឡើយប៉ុន្តែដោយឥទ្ធិពលឈាមស្រៃស្បែកហៅឃាតករទូមានល្បិចខ្ពស់យ៉ាងណាក្តីក៏មិនអាចរួចគេចផុតពីសំណាញ់ផ្លូវច្បាប់និងភ្នែកម្នាស់របស់កងកម្លាំងព្រំប្រទានបានឡើយត្រឹមតែប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីឃើញសាកសពកងកម្លាំងជំនាញបានចោះចាប់ខ្លួនឃាតករឈាមត្រជាក់រូបនេះភ្លាមតែម្ដងរឿងរ៉ាវមួយនេះបានបន្សល់ទុកនៅមេរៀនដ៏រំភើបមួយនៅក្នុងសង្គមថាកំហឹងត្រឹមតែមួយឆាវនិងការគិតខ្លីអាចកែប្រែវិជីវិតមនុស្សពីមន្ត្រីដ៏មានកិត្តិយសខ្លាចទៅជាអ្នកទោសត្រឹមតែមួយពព្រិចភ្នែកប្រិយមិត្តទាំងអស់គ្នាសំណុំរឿងក្តីឃាតកម្មដ៏រំភើបនេះមិនមែនគ្រាន់តែជាព័ត៌មានធម្មតានោះទេប៉ុន្តែវាបានបន្សល់ទុកមេរៀនអប់រំនិងការការពារខ្លួនក្នុងជីវិតរស់នៅពិតៗថ្ងៃនេះយើងមាន3ចំណុចដែលឲ្យអ្នកទាំងអស់គ្នាត្រូវចងចាំទុក 1. សុវត្ថិភាពបច្ចេកវិទ្យាគឺជាសុវត្ថិភាពនៅក្នុងជីវិតនៅក្នុងសម័យនេះទិន្នន័យទូរស័ព្ទគណនី iCloud ឬគណនីធនាគារគឺជាបេះដូងរបស់មនុស្សម្នាក់ការចូលទៅរំលោភបំពានលួចហិចឬការគ្រប់គ្រងទិន្នន័យអ្នកដទៃវាគឺជាអំពើខុសច្បាប់ 2. ដោះស្រាយទំនាស់ដោយច្បាប់មិនមែនដោយកំហឹងសម្រាប់ជនសង្ស័យបើគាត់ជ្រើសរើសផ្លូវប្តឹងទៅសមត្ថកិច្ចផ្នែកបច្ចេកវិទ្យាគាត់នឹងមិនត្រូវបាត់បង់អនាគតនិងកិត្តិយសឡើយ
កំហឹងត្រឹមតែមួយឆាវអាចផ្លាស់ប្ដូរជីវិតមនុស្សពីចំណុចខ្ពស់បំផុតឲ្យមកដេកក្នុងគុកងងឹតនៅពេលដែលមានបញ្ហារឿងដំបូងដែលអ្នកត្រូវធ្វើគឺរក្សាភាពត្រជាក់ហើយពឹងទៅលើផ្នែកច្បាប់ 3. ត្រូវដឹងពីដែនកំណត់នៃការរាប់អាននៅក្នុងសង្គមពិតយើងមិនអាចដឹងថាមនុស្សដែលកំពុងនិយាយលេងឬរាប់អានជាមួយគ្នាមានចិត្តកំណត់សាហាវកម្រិតណានោះទេចូលរាប់អានមនុស្សដោយមានកំណត់និងការគោរពគ្នាទៅវិញទៅមកកុំបង្កើតគំនុំឬរុញច្រានអ្នកដទៃឲ្យដើរផ្លូវទាស់ច្រកព្រោះយើងមិនអាចដឹងមុនទេថាមនុស្សដែលទាស់ច្រកគេអាចធ្វើអ្វីខ្លះនោះទេមនុស្សម្នាក់ៗមានតម្លៃណាស់កុំឲ្យកំហឹងត្រឹមតែមួយពេលឬការលេងសើចហួសព្រំដែនបំផ្លាញជីវិតខ្លួនឯងនិងអ្នកដទៃតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងក្តីដ៏រំភើបមួយនេះសូមបញ្ចេញមតិនៅខាងក្រោមសូមកុំភ្លេចចុច like និង subscribe Channel YouTube របស់យើងម្នាក់មួយផងដើម្បីទទួលបានវីដេអូស៊ើបអង្កេតរឿងក្តីឃាតកម្មដ៏រំភើបជាច្រើនទៀតអរគុណសម្រាប់ការចូលរួមទស្សនាជួបគ្នានៅវីដេអូក្រោយ